បាទសួស្តីថ្ងៃនេះខ្ញុំនឹងលើកយករូបមន្ត2គឺរូបមន្ត if error និងរូបមន្ត if and a អញ្ចឹងកាលពីមេរៀនមុនខ្ញុំបានបង្ហាញពីការគណនាប្រើរូបមន្ត if បាទលើកនេះគឺយើងប្រើជាមួយរូបមន្ត if error និង if and a ឧទាហរណ៍ថា average របស់ខ្ញុំអញ្ចឹងខ្ញុំលើកយកនៅ if and a មុនខ្ញុំលើកយក if error មុនអញ្ចឹងឧទាហរណ៍ថាខ្ញុំគណនា average អញ្ចឹងកាលណាគណនា average នៅពេលដែលខ្ញុំអត់ទាន់បញ្ចូលទិន្នន័យវានឹងចេញលទ្ធផលបានបាទនេះគឺ error លុះត្រាតែយើងបញ្ចូលទិន្នន័យបានធ្វើការគណនានៅ average អញ្ចឹងខ្ញុំចង់បាត់នៅពេលដែលខ្ញុំមិនទាន់វាបញ្ចូលទិន្នន័យចូលគឺមិនឲ្យមានករណី error ឡើងកាត់ឡើងអញ្ចឹងខ្ញុំករណីខ្ញុំលុបគឺ error អញ្ចឹងខ្ញុំនឹងគណនានៅរូបមន្តមួយខ្ញុំនឹងបន្ថែមនៅរូបមន្តមួយគឺ if error if បាទនេះ if error ដល់ខ្ញុំគ្រាន់តែបន្ថែមរូបមន្ត if error នៅពីមុខ average ហើយនឹងបិទមុខកញ្ចក់នោះខ្ញុំនឹងបាននៅអូខេទៅ if error ខ្ញុំនឹងថែមក្បៀសខ្ញុំឲ្យចេញអីចេញ no value តខ្ញុំថា no value no value អូខេបិទមុខកញ្ចក់បើសិនបើមានគឺគណនា average ធម្មតាប៉ុន្តែបើអត់មានក្នុងលក្ខខណ្ឌអត់មានការបញ្ចូលទិន្នន័យណាមួយក្នុង cell របស់យើងទេគឺចេញ if error និងចេញ no value របស់ខាងនេះករណីនេះបាទអញ្ចឹងកាលណាខ្ញុំបញ្ចូលទិន្នន័យនេះគឺចេញធម្មតាអូខេមួយទៀត range ឧទាហរណ៍ថាខ្ញុំលុប average ចេញrange ចេញថ្មីមកប្រទេសអូខេអញ្ចឹងខណៈខ្ញុំលុប average ចេញនោះចេញ NA អញ្ចឹងកាលណាយើងម៉ាត់ range កុំឲ្យចេញ NA យើងមានរូបមន្តមួយដែលត្រឹមតែថែមរូបមន្ត if NA នៅពីមុខ if NA បាទដូចគ្នាយើងចង់ចេញអីយើងមិនថែមនៅក្បៀសយើងថា no value បាទបិទចោលអញ្ចឹងមានន័យថាកាលណាយើងមានតម្លៃនៅក្នុង cell នីមួយៗវានឹងគណនា range ធម្មតាប៉ុន្តែបើសិនពេលណាដែលយើងអត់ទាន់មានចេញជា average គឺចេញជាតម្លៃណាមួយគឺវាបង្ហាញទិន្នន័យ no value គឺ if and a បាទ if and a គឺយើងប្រើនៅពេលដែលចេញ NA ឬក៏អត់ទាន់មានតម្លៃដើម្បីគណនាបាទប្រហាក់ផលទៅនឹង if error គឺចេញអក្សរត្រង់ជ្រូកនិង do ជាដើមបាទអូខេនេះបាទជានិយាយថ្មី if error ចឹងខ្ញុំវា average ធម្មតាបាទចោះវាខ្ញុំថែមថា no value បាទអញ្ចឹងកាលណាខ្ញុំលុបទិន្នន័យចោលបាទ no value ហេតុអីចឹងកាលណាខ្ញុំលុបទិន្នន័យចេញគឺ no value បាទ
ok là nhưng lúc tên đây đã sao là yêu hoặc là lớn ren hoặc nhóm cắt vô đầm lái chi xài average chứ cái này những lúc average chứ mini thái anh nhiên đầm lại bà nó cuốn xong là ta làm được là nâng cho người ta chui subscribe nó lấy YouTube channel bác nhằm bà xong